ម៉ាក់ណាខ្លះដែលមានចេកទុំសល់នៅផ្ទះអត់ដឹងយកធ្វើអីហើយបើចោលទៅគឺមានអារម្មណ៍ថាស្ដាយអញ្ចឹងថ្ងៃនេះសាកមកច្នៃធ្វើជានំអំបែងចេកញ៉ាំជាមួយអ្នកគ្រូវិញម្ដងមើលចំពោះវិធីធ្វើដំបូងឡើយគឺយើងយកចេកទុំយកមកបកសបកចេញហើយចេកហ្នឹងក៏យើងត្រូវបែងចែកជា2ផ្នែកដែរបានន័យថាចេកមួយចំនួនគឺចំនួនប្រហែលជា 3-4 ផ្លែហ្នឹងយើងយកមកចិតឲ្យស្ដាងហើយទុកម្លាយសិនចំណែកឯនៅសល់គឺយើងយកមកហាន់ជាកង់ៗហើយសង្កត់ឲ្យម៉ត់បន្ទាប់ពីកិនបានជាល្បាយម៉ត់ហើយយើងដាក់អំបិលបន្តិចស្ករត្នោតសាច់ដូងហើយច្បល់ឲ្យសព្វម្សៅសិនបន្ទាប់មកទើបយើងគោះពងមាន់ចូលដាក់ល្ងដាក់ខ្ទិះដូងហើយកូរឲ្យសព្វចុងក្រោយទើបយើងចាក់ម្សៅខ្សាយចូលម្សៅឆាចូលហើយកូរចូលគ្នាម្ដងទៀតឲ្យសព្វតោះឥឡូវដល់វគ្គចម្អិនវិញម្ដងគឺយើងដាក់ខ្ទះលាបខ្លាញ់ឲ្យសព្វសូមយើងចាក់សាច់នំអំបែងចេកយើងចូលតែយើងក៏ត្រូវប្រយ័ត្នដែរណាកុំឲ្យក្រាស់ពេកយើងយកស្លាបព្រាវាសល្បាយឲ្យស្មើគ្នាបន្តិចទៅទើបយើងយកចេកដែលយើងចិតទុកហ្នឹងមកតម្រៀបពីលើចំនួនប្រហែលជា3 ទៅ 4 ចំណិតអីហ្នឹងហើយនៅពេលដែលយើងឃើញថាវាឆ្អិនម្ខាងហើយសំប្រែទៅម្ខាងទៀតនំមួយនេះទាំងសាច់នំក៏ទន់សាច់ដូងក្នុងជ្រឹបញ៉ាំជាមួយគ្នាចូលជាតិខ្លាំងមែនទែនហ្មងម៉ាក់ក៏អាចមូរឬមួយក៏បត់ជាម៉ូតបន្តិចក៏បានចំពោះអ្នកគ្រូវិញអ្នកគ្រូបន្ថែមទឹកឃ្មុំស្រោចពីលើបន្តិចអញ្ចឹងកុំភ្លេចសាកល្បងធ្វើឲ្យកូនញ៉ាំណា